ស្ដីអ្នកទាំងអស់គ្នាឥឡូវយើងមកតភាគមេរៀនទី2ណាជាមួយនឹង The Hidden Truth Oracle នេះហ្នឹងហើយអញ្ចឹងនេះគឺជាការដែល admin បានបកហើយហ្នឹងហើយអញ្ចឹងគឺបានន័យថា admin នឹង update ពីអារម្មណ៍របស់មនុស្សម្នាក់ដែលអ្នកទាំងអស់គ្នាចង់ដឹងណាហើយបើសិនជាសារនេះ load ទៅរកអ្នកទាំងអស់គ្នានៅចៃដន្យគឺជាសារពីមនុស្សម្នាក់ទៅកាន់អ្នកទាំងអស់គ្នាហ្នឹងហើយអត់មានការកំណត់ពេលវេលាឬក៏ភេទទេអញ្ចឹងការនេះ admin បានបើកហើយអញ្ចឹង admin នឹងបកស្រាយតាមអត្ថន័យកាតមួយណាហើយនៅពេលដែល admin បកស្រាយចប់ជាមួយនឹង Oracle កាតនេះ admin នឹងបើកកាតម្ដងណាបានន័យថាបង្ហាត់បង្រៀនពីអត្ថន័យហើយក៏ឆ្លៀតធ្វើវីដេអូតាក់ទងជាមួយនឹងតារ៉ូកាតដែរណាហ្នឹងហើយអញ្ចឹងអ្នកនរគ្នាអាចកំងកាតស្អាតពី page Wisdom Online Shop ក៏ដូចជាទៀនក្អូបឬក៏កងដៃឬក៏ត្បូងថ្មតារានិកឬក៏យ័ន្តនឹងហើយឬក៏កម្រាលតុកអីចឹងណាឬក៏ជើងទូរស័ព្ទសម្រាប់យើងថតអីចឹងទៅគឺមានគ្រប់ប្រភេទទាំងអស់ពី page Wisdom Online Shop ណាហើយខាង page admin ក៏មានការកក់មើលថតផ្ទាល់ឬក៏ការបង្ហាត់បង្រៀនថតដែរហើយចាប់ពីឥឡូវនេះរហូតដល់ចុងឆ្នាំ2025ហ្មងគឺសម្រាប់អ្នកដែល share វីដេអូ admin ណាមិនថា page Wisdom Online Shop ឬក៏ page P-Moon 168ឬក៏ P-Tarot 222នៅក្នុង YouTube ទេគឺ5អ្នកដំបូងនៃការ repost ឬក៏ share ហ្នឹងគឺ screenshot មក admin ឆាតមក Telegram admin មក admin នឹងមើល free ណា5អ្នកដំបូងរាល់វីដេអូដែល post ចេញទៅណាហ្នឹងហើយអញ្ចឹង complete ណាជួយ repost ឬក៏ share ផងហើយថតមក admin នឹងមើលឲ្យណានឹងឆាតមក Telegram admin ដែលមាននៅលើលេខហ្នឹងទៅឬក៏ទៅ page Wisdom Online Shop ក៏បានដែរណានឹងបងប្អូនជាមួយទេអូខេអរគុណសម្រាប់ការគ្រប់គ្រងកន្លងមកក៏ដូចជាការជួយ follow និងការ subscribe YouTube channel និងការគ្រប់គ្រងកន្លងមកណា admin មានថ្ងៃនេះក៏ដោយសារតែមាន top fan ដែលតែងតែជួយគ្រប់គ្រងដូចជាការកក់មើលផ្ទាល់ការរងចាំការមើលហើយនឹងការជួយ like share report ហើយនឹងការជួយទិញវត្ថុ online ពី page Wisdom Online Shop ណាហ្នឹងហើយនិយាយទៅព្រឹកមិញដូចជាមាន2នាក់ឯងដែលគាត់ពេលដែល admin post វីដេអូទៅគាត់ share មកបានអញ្ចឹងណាអញ្ចឹងគាត់ទទួលបាន free 2នាក់ឯងហ្នឹងហើយដូចជាអត់ទាន់ឃើញមាន3នាក់ទៀតព្រោះ admin post វីដេអូថ្ងៃមិញហ្នឹងគឺអត់ទាន់មាននៅសល់3នាក់ទៀតណាហើយសម្រាប់វីដេអូនេះបើសិនជាចេញអ្នកនរគ្នាអាចសម្រាប់អ្នកដែល share មុនគេ5នាក់គឺបានណាហ្នឹងហើយនិយាយទៅ admin នៅតែចាំអញ្ចឹងបើអ្នកដែលគាត់មកតែបើសិនជាពេញ admin នឹងប្រាប់តាមហ្នឹងអញ្ចឹងណាអូខេតោះអញ្ចឹងវីដេអូនេះសម្រាប់អ្នកមាននិស្ស័យដែរណាគឺមានឱកាសបានមើល free ទៀតអូខេការបកស្រាយនេះគឺជាការបកស្រាយតាមការយកឃើញបាទមានទេអញ្ចឹងបើសិនជាខុសឆ្គងអីអាចរកបានណាកុំប្រកែកប្រកាន់ពួកអីអ្នកអានកាតមួយគឺ intuition គាត់ខុសៗគ្នាហ្នឹងហើយដូចថាការយល់របស់គាត់ខុសៗគ្នាដែរណាអត់អាចនិយាយបានថាខាងណាខុសខាងណាត្រូវទេអញ្ចឹងយកអ្វីដែលអ្នកនរនេះគិតថាត្រឹមត្រូវហើយប្រើវិចារណញ្ញាណហើយមួយទៀតគ្រាន់តែជាការកំសាន្តឬក៏ជាការលើកទឹកចិត្តទេណាហ្នឹងហើយអូខេចឹងយើងមកមើលពីអារម្មណ៍មនុស្សម្នាក់ដែលអ្នកនរគ្នាកំពុងតែនឹកគិតឬក៏ម្នាក់នឹងចង់ផ្ញើសារពីក្នុងចិត្តគេទៅកាន់អ្នកនរគ្នាណានឹងយើងបើកបង្ហាញពីទំហំចិត្តគេសម្រាប់ការទី1 I regret នេះបានន័យថាម្នាក់នឹងគឺមានភាពសោកស្ដាយមែនតើនៅពេលដែលគេបានកុហកអ្នកទាំងអស់គ្នាចឹងណាឥឡូវហ្នឹងគឺកំពុងតែសោកស្ដាយនៅទង្វើខ្លួនឯងនៅធ្លាប់បានកុហកលាក់បាំងអ្នកទាំងអស់គ្នាពីមុនណានឹងស្ដាយក្រោយនៅពេលដែលបាត់បង់អ្នកទាំងអស់គ្នាហើយគេចង់ដូចថាបើអាចថយពេលវេលាឬក៏បង្វិលពេលវេលាបានណាគេចង់យកពាក្យដែលគេធ្លាប់និយាយកុហកឬក៏ពាក្យដែលគេពោលពាក្យសម្ដីទៅធ្វើឲ្យអ្នកនរគ្នាឈឺចាប់ឬក៏ចាក់ដោតអីចឹងណានឹងហើយគឺអត់ចង់អ្នកនរគ្នាការទុកពាក្យនឹងទេបើអាចមានឱកាសគេចង់ដូចថាបង្វិលពេលវេលាឲ្យកែប្រែស្ថានភាពឲ្យវាល្អជាងមុនចឹងណាកុំឲ្យដូចថាមានភាពទុកសោកអីចឹងទៅនឹងម្នាក់នឹងចឹងឬក៏មួយទៀតគាត់បានពោលពាក្យសម្ដីណាមួយដែលប៉ះពាល់អារម្មណ៍អ្នកនរគ្នាអញ្ចឹងគេស្ដាយក្រោយណាបច្ចុប្បន្នគឺគេស្រឡាញ់អ្នកនរគ្នា I want you ណានឹងអានេះ I regret lying to you I wish I could take back my words នេះគឺបានន័យថាគេស្រឡាញ់អ្នកនរគ្នាគេចង់បានអ្នកនរគ្នាត្រឡប់ទៅវិញអញ្ចឹងណា I look for you everywhere បានន័យថាតែងតែស្វែងរកអ្នកនរគ្នាបានន័យថាអាចគាត់ទៅធ្វើការឬក៏ទៅកម្មវិធីអីមួយឬក៏ទៅណាមកណាតែងតែស្វែងរកអ្នកនរគ្នាអញ្ចឹងណាដូចថាគាត់នឹកពេកអញ្ចឹងឃើញអ្នកស្តៀងអ្នកនរគ្នាក៏គាត់ដូចថាមើលតាក់ភ្នែកអញ្ចឹងទៅគិតថាជាអ្នកនរគ្នាអញ្ចឹងទៅហើយនឹងមួយទៀតព្យាយាមរកអ្នកនរគ្នានៅក្នុងមនុស្សថ្មីទៀតដែលគាត់បានជួបប្រទះណាឬក៏មានមនុស្ស
ស្តៀងអ្នកទាំងគ្នាចឹងទៅគាត់ក៏រៀងនឹកឃើញអ្នកទាំងគ្នាចឹងទៅណាដូចអ្នកខ្លះគាត់សម្លៀកបំពាក់អីឬក៏ការតុបតែងខ្លួនឬក៏អាកប្បកិរិយាស្តៀងអ្នកទាំងគ្នាក៏ម្នាក់នឹងអាចនឹងនឹកឃើញអ្នកទាំងគ្នាដែរហើយគាត់ក៏ព្យាយាមបង្កើតតាក់ទងថ្មីជាមួយមនុស្សថ្មីបើសិនជាគាត់រកមនុស្សបានដូចអ្នកទាំងគ្នាគឺគាត់អត់ស្ដាយក្រោយទេតែនេះគឺគាត់រកអត់បានណាហ្នឹងហើយគាត់បាននិយាយថាស្ដាយក្រោយនៅពេលដែលគាត់បានលាក់បាំងពីខ្លួនឯងហ្នឹងចំពោះអ្នកទាំងគ្នាអញ្ចឹងណាម្នាក់ហ្នឹងអាចពីមុនអត់ទាន់ច្បាស់ពីខ្លួនឯងដល់ពេលឥឡូវបានច្បាស់ថាខ្លួនឯងអាចបាត់បង់អ្នកទាំងគ្នាបានឬក៏ទើបតែដឹងច្បាស់ពីចិត្តខ្លួនឯងថាមានទឹកចិត្តស្រឡាញ់អ្នកទាំងគ្នាដែររកមនុស្សល្អដូចអ្នកទាំងគ្នាអត់បានអញ្ចឹងណានឹងមួយទៀតគឺគាត់លក្ខណៈថាមានភាពលាក់បាំងជាមួយអ្នកទាំងគ្នាហ្មងណាហើយគាត់ចរិតព្រានារីគឺបានន័យថាឃើញគេឆាតឆាយល្អអញ្ចឹងទៅភ្លើតភ្លើនមកពេលណានឹងហើយវាថាគិតថាអ្នកទាំងគ្នាមិនទៅណាចោលគាត់ទេតែជាក់ស្ដែងគឺអ្នកទាំងគ្នាបានចាក់ចេញចោលគាត់អញ្ចឹងណាបានន័យថាដើរពីកន្លែងដែលមិនឲ្យតម្លៃក៏ទៅរកកន្លែងមួយថ្មីទៀតឬក៏អ្នកមួយចំនួនអាចនឹងសម្រេចចិត្តផ្ដាច់ចាក់ចំណងឲ្យ move on ហ្មងណាហើយក៏ដូចថាកំពុងតែរងចាំឱកាសជាមួយមនុស្សថ្មីដែរអូខេអញ្ចឹងឃើញតែអស់ហើយសម្រាប់សារនេះអរគុណអ្នកទាំងគ្នាដែលតែងតែ control admin កុំភ្លេចណា5អ្នកដំបូងសម្រាប់ការ share ឬក៏ report នឹងទទួលបានការមើលកាត free ពី admin ហ្នឹងហើយអូខេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ